ក្រោយពីយើងសិក្សាជំពូកទី2រួចហើយស្ដីពីរបៀប install PHP ឥឡូវចូលដល់ជំពូកទី3យើងនឹងសិក្សាពីរបៀបប្រើប្រាស់ variable បាទនៅក្នុង PHP តើការប្រើប្រាស់ variable នៅក្នុង PHP នឹងមានលក្ខណៈខុសពីភាសាដទៃទៀតយ៉ាងដូចម្តេចដែរបាទអញ្ចឹងយើងចូលមកដល់ content របស់ chapter បាទទី1នេះគឺយើងនឹងសិក្សាពី variable បាទចំណុចទី2គឺយើងនឹងស្វែងយល់ពីលក្ខណៈ algebra បាទហើយទី3គឺតកតងនឹង PHP variable ការបង្កើតឬក៏គេហៅថាការបង្កើត variable នៅក្នុង PHP បាទហើយការប្រើប្រាស់data ប្រភេទបាទនៅដែលមានលក្ខណៈនៅក្នុងភាសា PHP តើវាខុសពីការប្រើប្រភេទហ្នឹងយ៉ាងដូចម្តេចនៅក្នុងភាសាផ្សេងទៀតតកតងនឹង scope នៃការប្រើប្រាស់ variable នៅក្នុង PHP តកតងនឹង local variable តកតងជាមួយនឹង global variable តកតងជាមួយ static variable និង parameter បាទចំណុចទី1នេះគឺយើងនឹងស្វែងយល់ពី variable បាទអញ្ចឹង variable ត្រូវបានយើងប្រើសម្រាប់រក្សាទុកព័ត៌មានជាបណ្ដោះអាសន្ននៅក្នុង memory បាទនៅក្នុងគ្រប់ភាសាគឺដូចគ្នាបាទចំណុចទី2គឺតើអ្នកត្រូវការចងចាំ algebra យ៉ាងដូចម្តេចបាទអញ្ចឹងការប្រើប្រាស់ algebra ពីមុនមកដែលយើងសិក្សាពីសាលានោះដូចជា x ទទួលតម្លៃ5 y ទទួល6បន្ទាប់មក z គឺទទួលតម្លៃពី x បូក y បាទបន្ទាប់មកគឺអស់លោកនឹងដឹងថាអក្សរ x ត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃ5ហើយព័ត៌មានខាងលើហ្នឹងត្រូវបានវាកណនាបាទហើយរួចផ្ទេរទៅឲ្យ z ហ្នឹងគឺ11បាទនេះគឺជាការសិក្សាបែបគណិតវិទ្យានៅសាលា high school បាទប៉ុន្តែឥឡូវយើងចាត់ទុកអក្សរទាំងនោះត្រូវបានគេហៅថាជា variable បាទជាអត្ថេរដែលភាសាខ្មែរយើងថាអត្ថេរអត្ថេរហ្នឹងគឺគេប្រើសម្រាប់រក្សាទុកតម្លៃនឹងឯងបាទដូចជា x ទទួលតម្លៃ5ឬក៏ express កន្សោមបាទ x ទទួលតម្លៃពី y បូកជាមួយ x បូកជាមួយនឹង y បាទ z ទទួលតម្លៃពី x បូកជាមួយនឹង y បាទគឺយើងអានតាមបែបនេះគឺមិនមែនសញ្ញាស្មើទេគឺសញ្ញាទទួលឬក៏ផ្ទេរតម្លៃពីផលបូកបើយើងនិយាយពី x មានន័យ x នេះទទួលតម្លៃពីផលបូករវាង x z ទទួលតម្លៃពីផលបូករវាង x បូកនឹង z បាទy បាទហើយបើសិនជាយើងផ្ទេរមានន័យ x បូកនឹង y ឃើញតម្លៃប៉ុន្មានគឺផ្ទេរទៅឲ្យ z វិញបាទនេះគឺជាលក្ខណៈនៃការប្រើប្រាស់ក្នុងភាសា programming ឥឡូវយើងនឹងស្វែងយល់ពីការប្រើប្រាស់អត្ថេរបាទនៅក្នុង PHP វិញបាទអញ្ចឹងដូចនៅក្នុងភាសាពេចន៍គណិតផងដែរអត្ថេររបស់ PHP ត្រូវបានប្រើរក្សាទុកតម្លៃឬក៏កន្សោមកណនាណាមួយបាទអត្ថេរហ្នឹងគេហៅ variable ដែលយើងហៅអត្ថេរគឺត្រូវបានប្រើឈ្មោះវាហ្នឹងគឺយើងប្រើលក្ខណៈជាឈ្មោះខ្លីទេបាទមិនឈ្មោះវែងទេដូចជា x បាទហើយឬមួយក៏យើងបែបពិពណ៌នាបាទឧទាហរណ៍ cam name car name បាទជាឈ្មោះឡានអត្ថេរហ្នឹងសម្រាប់រក្សាទុកព័ត៌មានរបស់ឈ្មោះឡានជាដើមបាទនេះគឺរបៀបនៃការប្រើឈ្មោះរបស់អត្ថេរបាទច្បាប់នៅក្នុង PHP ក្នុងការដាក់ឈ្មោះទៅឲ្យអត្ថេរបាទទី1រាល់អត្ថេរដែលយើងប្រើប្រាស់នៅក្នុង PHP ត្រូវចាប់ផ្ដើមជាមួយនឹងសញ្ញាដុល្លារបាទដែលយើងបានឃើញនេះបាទអញ្ចឹងខុសពីភាសាផ្សេងទៀតដែលភាសាផ្សេងទៀតគឺយើងប្រើដោយមិនចាប់ផ្ដើមដោយសញ្ញាដុល្លារទេប៉ុន្តែនៅក្នុង PHP អស់លោកត្រូវចំណាំមានរាល់អត្ថេរទាំងអស់ត្រូវចាប់ផ្ដើមដោយសញ្ញាដុល្លារបន្ទាប់មកគឺយើងដាក់ឈ្មោះរបស់ variable តែម្ដងបាទចំណុចទី2ឈ្មោះរបស់អត្ថេរនឹងត្រូវចាប់ផ្ដើមដោយបាទបន្ទាប់ពីដុល្លារមកគឺត្រូវចាប់ផ្ដើមដោយអក្សរឬក៏ underscore មានន័យថាបន្ទាប់ពីដុល្លារមកគឺអស់លោកអាចប្រើអក្សរក៏បាន underscore ក៏បានបាទនេះត្រូវតែចំណាំហើយយើងអាចប្រើជាលក្ខណៈអក្សរ
ក៏ alphabet បាទឬក៏ underscore ពី A ដូចទីហោពី A ដល់ Z ឬក៏ពី0ទៅដល់9និង underscore បាទមានយើងអាចប្រើលាយគ្នាប៉ុន្តែចាប់ផ្ដើមដោយ letter ហើយឬក៏អស់លោកអាចប្រើ underscore បាទអថេមិនត្រូវបានប្រើប្រាស់ space ទេបាទត្រូវចាំណាឈ្មោះរបស់អថេមិនអាចត្រូវបានប្រើជា space ចូលទៅក្នុងឈ្មោះរបស់អថេទេបាទវាអត់ស្គាល់ទេអញ្ចឹងត្រូវតែចំណាំទុកដែរបាទហើយឈ្មោះអថេគឺមានលក្ខណៈគេហៅថា case sensitive case sensitive នឹងមានន័យថាអក្សរធំឬក៏អក្សរតូចគឺវាខុសគ្នាឧទាហរណ៍នៅក្នុងនេះដូចលោកគ្រូប្រកាសបាទលោកគ្រូប្រកាស y អញ្ចឹងបាទមានន័យថា y តូចហើយនិង y ធំនេះគឺខុសគ្នាគេហៅ two different variables បាទគឺខុសគ្នាអញ្ចឹងត្រូវចំណាំណាលក្ខណៈ case sensitive ហ្នឹងមានន័យថាអក្សរតូចអក្សរធំខុសគ្នាណាបាទបន្ទាប់មកគឺការប្រកាស variable អញ្ចឹងការប្រកាស variable គឺយើងគេហៅថា no comment ឬសម្រាប់នៃការប្រកាសបាទមានន័យថាក្នុង PHP អស់លោកប្រើប្រាស់ variable មិនចាំបាច់ប្រកាសអថេជាមុនទេបាទនេះជាលក្ខណៈពិសេសវាហើយ variable គេហៅថា variable ដែលត្រូវបានបង្កើតនៅដំបូងគឺយើងអាច assign តម្លៃទៅឲ្យវាបានតែម្ដងបាទអញ្ចឹងឧទាហរណ៍អស់លោកអាចដាក់ថាឈ្មោះអថេមួយ my car ហើយយើងផ្ទេរតម្លៃ Volvo នេះទៅឲ្យវាតែម្ដង assign បាទ assign Volvo value Volvo to my car variable បាទមានន័យថា assign ទៅឲ្យវាបាទហើយបន្ទាប់ពី execute ទៅគឺ statement ខាងលើហ្នឹងមានន័យថាបាទនេះជាអត្ថន័យបាទបន្ទាប់ពី execute វាទៅនេះមានន័យថាអថេ my car យើងនឹងរក្សាទុកតម្លៃ Volvo ហ្នឹងនៅក្នុង memory ភ្លាមបាទនេះគឺជារបៀបនៃការគណនាវាបាទបន្ទាប់ពីមួយទៀតគឺអស់លោកត្រូវតែចំណាំប្រសិនបើយើងបង្កើត variable ដោយមិនបាន assign តម្លៃទៅឲ្យវាទេនៅពេលហ្នឹងគឺតម្លៃរបស់អថេនោះគឺមានន័យថាជាតម្លៃ null បាទបើសិនជាយើងបង្កើតអថេមួយដោយមិនបាន assign តម្លៃអីទៅឲ្យវាទេមានន័យថាពេលនោះតម្លៃរបស់វាគឺជាតម្លៃ null បាទចំណុចបន្តទៀតគឺការបង្កើតអថេដែលលក្ខណៈជា string ឬក៏ជាលេខបាទអញ្ចឹងអស់លោកនៅក្នុង PHP អស់លោកអាច assign តម្លៃបាទជា string នេះគឺកាលណាតម្លៃជា string នៅក្នុង PHP សម្គាល់ដោយ double quote បាទ assign ទៅឲ្យអថេមួយឈ្មោះ txt បន្ទាប់មកតម្លៃយើង16នេះគឺ assign ទៅឲ្យអថេមួយគឺ x បាទនេះគឺរបៀបនៃការបង្កើតអថេដោយយកផ្ទេរតម្លៃ string ឬក៏ជាតម្លៃលេខបាទអញ្ចឹងយើងត្រូវចំណាំដែរនៅពេលដែលអ្នក assign តម្លៃជា text ទៅឲ្យអថេនោះយើងអាចប្រើ quote បាទមានន័យមួយជា double quote មួយទៀតយើងអាចប្រើជា quote single quote ហ្នឹងគឺត្រូវនៅចន្លោះនៅសងខាងបាទនៅសងខាងតម្លៃជា text ហ្នឹងបាទបន្តមកទៀតគឺតកតងជាមួយនឹង PHP loosely tied language បាទមានន័យថានៅក្នុង PHP variable រាល់ការប្រកាស variable ទាំងអស់គឺយើងមិនចាំបាច់ប្រកាសមុនពេលដែលអាសាបញ្ចូលតម្លៃទៅឲ្យវាទេបាទមានន័យអស់លោកមិនបាច់ចាំប្រកាសមុនទេអញ្ចឹងយើងអាចពិនិត្យមើលឧទាហរណ៍ដោយចំណាំថាតើ PHP វានឹងបញ្ជាក់ data type ទៅឲ្យ variable យ៉ាងដូចម្ដេចបាទអញ្ចឹង PHP វាគឺជាប្រភេទ automatically បាទ to convert variable to correct data types បាទមានន័យថា PHP វាអាច convert variable ហ្នឹងដោយទៅតាមប្រភេទទិន្នន័យបាទអញ្ចឹងវាគេហៅពឹងផ្អែកទៅលើតម្លៃរបស់តម្លៃដែល assign ទៅឲ្យ variable នឹងឯងបាទអញ្ចឹងយើងមើលនៅក្នុងប្រភេទ programming language ផ្សេងទៀតគឺយើងត្រូវការប្រកាសអថេដោយមាន data type ហើយនឹងឈ្មោះបាទមុននឹងការប្រើប្រាស់វាប៉ុន្តែនៅក្នុង PHP មិនចាំបាច់បាទមិនចាំបាច់ដាក់ប្រកាសមុនឬក៏ដាក់ data type ទៅឲ្យវានោះទេគឺវាពឹងផ្អែកទៅលើ value នឹងឯងបាទអញ្ចឹងអស់លោកអាចយល់ពីរបៀបនៃការប្រើគេហៅពេចកណិតហើយការប្រើអថេបាទពេចកណិតហ្នឹងហើយបន្តមកអស់លោកក៏ដឹងពីរបៀបប្រើឈ្មោះក្នុងការដាក់ឈ្មោះរបស់អថេនៅក្នុង PHP
បាទហើយបន្តមកអស់លោកក៏បានដឹងពីរបៀបនៃការគេហៅថាដាក់ឈ្មោះអថេនៅក្នុង PHP ដោយចាប់ផ្ដើមដោយសញ្ញាដុល្លារបន្តមកអក្សរឬក៏ underscore បន្តមកអាចជាលេខជាអីដែលយើងចង់ដាក់បាទហើយនឹងពីរបៀបនៃការប្រកាសបាទហើយបន្តមកយើងក៏ដឹងពីរបៀបនៃការកំណត់ប្រភេទរបស់អថេហ្នឹងគឺមិនចាំបាច់ប្រកាសមុនទេហើយក៏មិនចាំបាច់កំណត់ប្រភេទដែរគឺវាពឹងផ្អែកទៅលើតម្លៃរបស់អថេដោយស្វ័យប្រវត្តិតែម្ដងនៅក្នុងភាសា PHP បាទនេះជាលក្ខណៈពិសេសមួយដែលខុសពីភាសាផ្សេងៗទៀតបាទហើយក្នុង lecture ទី3នេះលោកគ្រូសូម slash ប៉ុណ្ណេះបាទហើយសូមរងចាំនៅក្នុង chapter ទី3យើងបន្តពី scope បាទ scope របស់អថេបាទគ្រូនឹងបង្ហាញបន្ទាប់នៅក្នុង letter បន្ទាប់ទៀតនេះគឺតកតងជាមួយនឹង scope បាទអញ្ចឹងសូមពិនិត្យមើលរងចាំទស្សនានៅសិក្សាជាមួយនឹង variable scope ជាបន្តទៀតបាទសូមអរគុណ